ព្រះគម្ពីរទំនុកដំកើងចំពុកទី107ខ29បានចែងថាទ្រង់ធ្វើឲ្យព្យុះសង្គ្រាបានស្ងាត់ឈឹងទៅវិញហើយឲ្យរលកស្ងប់ស្ងៀមដែរនៅពេលដែលជីវិតរបស់យើងកំពុងតែជួបនឹងខ្យល់ព្យុះនៃបញ្ហាការអស់សង្ឃឹមការបាក់ទឹកចិត្តឬក៏ជាការបរាជ័យណាមួយនៅក្នុងជីវិតរបស់យើងសូមចងចាំថាអ្នកដែលអាចធ្វើឲ្យខ្យល់ព្យុះនៃបញ្ហារបស់យើងស្ងប់ស្ងាត់បានគឺមានតែព្រះយេស៊ូវគ្រីស្ទតែមួយប៉ុណ្ណោះវាមិនអាចទៅរួចទេសម្រាប់កម្លាំងរបស់មនុស្សដែលធ្វើឲ្យរលកនៃសមុទ្រនិងខ្យល់ព្យុះបានស្ងប់ស្ងាត់ទៅមានតែព្រះជាម្ចាស់តែមួយប៉ុណ្ណោះដែលអាចធ្វើកិច្ចការទាំងអស់នេះបានពេលខ្លះបញ្ហារបស់យើងប្រៀបដូចជាព្យុះសង្គ្រាដែលយើងគ្មានកម្លាំងក្នុងការបញ្ឈប់វាបានឡើយគឺមានតែព្រះជាម្ចាស់តែមួយប៉ុណ្ណោះដែលអាចបញ្ឈប់ព្យុះនៃបញ្ហារបស់យើងបានប្រសិនបើយើងកំពុងតែជួបនូវព្យុះនៃបញ្ហានៅក្នុងជីវិតរបស់យើងសូមកុំព្យាយាមបញ្ឈប់វាដោយកម្លាំងរបស់យើងឡើយសូមចងចាំថាគឺមានតែព្រះជាម្ចាស់តែមួយប៉ុណ្ណោះដែលអាចបញ្ឈប់វាបានចូលរត់ទៅចំពោះព្រះហើយអធិដ្ឋានទៅកាន់ព្រះអង្គសូមជំនួយមកពីព្រះជាម្ចាស់ដោយសេចក្តីជំនឿរបស់យើងព្រះជាម្ចាស់ព្រះអង្គនឹងធ្វើឲ្យព្យុះនៃបញ្ហារបស់យើងបានស្ងប់ស្ងាត់ទៅសូមព្រះប្រទានពរ